cô một nón cứ tầm bây thì ni ao sa ban đi bạch ni tệ bạch nhạt đèn sa ban ra phi nâng sa ban phân phi miền cách tầm na ca vật từ bản lỗ nâng tầm miền ốc sát để ai cứ ao sa ban tầm pu rồi bỏ chiết tầm phi ni chọc kén đại nâng ai fly rư cùng co từ chi ác xe phiếp hàng là dù bài mà giang tiết chỉ tất tập phiếp vào chay cái tí cả phương vì sao nạ cam đi cứ miền bu được than xong hay họ tạm thời chứ bắt lo nâng cực đoán rồi chỉ cùng ta tu tự cả rong sầm rạp ca của chúng cứ đồng trừ trăm tay chỉ muốn mà chất à bạ mà sầm rạp ca phương ca ăn mặt cái lừa biệt rẹt nào mùi tay bằng miền này là vậy miền này thà bà dươngประชุม รัฐสภาประชุม อนุมัติ នៅ របៀបវរៈ មួយ ដែល ត្រូវ ការ សម្លេង 50% បូក 1 គឺ មាន ន័យ ថា ក្រម ប្រជុំ ឲ្យ មាន យ៉ាង តិច ត្រឹម 50% បូក 1 គេ មិន អាច ទាមទារ ថា ដើម្បី ប្រជុំ អនុម័ត កិច្ចការ ណា មួយ ត្រូវ តែ រដ្ឋសភា មាន ចំនួន 125 មក ប្រជុំ ទាំង អស់ គ្នា ទេ បាទ ហើយ នេះ គឺជា ការ អនុវត្ត ទូទៅ នៅ ក្នុង សកល លោក នៅ ក្នុង សកល លោក ប៉ុន្តែការពីមុនរដ្ឋធម្មនុញ្ញយើងចែងចងថាអនុម័តទោះបីសម្លេង50បូក1ក៏ដោយប៉ុន្តែអ្នកមកប្រជុំត្រូវតែមានចំនួនចាប់ពីប៉ុណ្ណេះឡើងទៅអញ្ចឹងវាធ្វើឲ្យរដ្ឋសភាដែលជាស្ថាប័នកម្ពុជារបស់ជាតិជាប់គាំងប៉ុន្តែលើការពិតតម្រូវការពិតប្រកបគឺចំនួនសម្លេងដែលត្រូវការអនុម័តតែប៉ុណ្ណោះអញ្ចឹងស្នូលរបស់វានៅកន្លែងចំនួនសម្លេងអញ្ចឹងហើយបានជាវិសោធនកម្មតាក់ទងក្រុមប្រជុំនេះត្រូវបានធ្វើជាបន្តបន្ទាប់ដើម្បីដោះស្រាយនៅឧបសគ្គខាងផ្លូវច្បាប់ហើយធ្វើឲ្យឬធានាឲ្យដំណើរការនៃស្ថាប័នរដ្ឋសភាអាចប្រព្រឹត្តទៅដោយរលូនតាមគោលការណ៍ប្រជាធិបតេយ្យនិងរបបសភានិយម